Suốt đây bằng bồn thì cái này nên cứ màu mưa càng chầm tung thì bồn như bồn khơi như bồn mang cái tràn mình tên bồn mà mai cái đã bay rồi từ pram rồi câu nó bồn hai giờ ăn chầm tung nó bồn hai tất cái dương tây liên smart đi rót hai giờ bồn gì bạc bảo hồ tất chân nào bạc bảo hồ tất trôi mà liên smart về hai cái lạnh chầm tung bồn bằng bồn nó xua tha chầm không một lúc ban ở thư từ bồn bán nó bồn nhưng chầm không một lúc nó bồnนี่คือโรงบะยมก็ยังเปราะตองขมายไปเลยสบายปอกคิวไปข้างกราวมันจะลำบากไปเจี๊ยบผมการน้าไปยืงอดเธอตะโบไปเต้คือเบียอาจจะปัญหาก็ได้ตักก็ผมพวกยังปลาตักติดบางคนอดเธอจังบ้านพวกเธอจังบ้านผมเปราะแต่สบายก็ไปเลยจังมาสบายมาขมายนะหรือสบายคิวนะแต่สบายขมายไปกัดปะทอยจำได้บ้านเราเอาชิ้นสบายคิวผมจังไงบางคนอาจมือtới thừa tam năng tới rồi tung này bangคนเนี่ยว่ากันจะโจจัดในคำลุกนะហើយមកការ៉េដែលយើងដាក់300ទៅ500កូនបងប្អូនមិនខ្លាចដូចទៀតពេកទេអត់ទៀតទេបងប្អូនសត្វនេះកាន់តែទៀតគឺកាន់តែចូលចិត្តវារស់នៅបែបពូនផ្ដុំហ្នឹងបងប្អូនកាលណាจะទៀតខ្លាំងគឺវាស៊ីចំណីកាន់តែខ្លាំងកាន់តែល្អបងប្អូនមិនភ័យដល់ខ្លាចដាក់មកការ៉េ300នេះវាទៀតពេកអីពេកអត់ទេបងប្អូនហើយអ្វីដែលសំខាន់គឺរឿងដបូលទេបងប្អូនកាន់តែមួយលុបគឺកាន់តែល្អបើថាកាន់តែមួយលុបកាន់តែល្អវិញខ្ញុំប្រើទឹកតិចបងប្អូនខ្ញុំប្រើទឹកត្រឹមតែមួយទឹកជាងទៅពីរទឹកប៉ុណ្្នឹងឯងចឹងហើយទឹកខ្ញុំប្រើតិចបើយើងអត់មានមួយលុបទេវាអាចនឹងក្តៅអន្ទង់របស់យើងក្តៅទឹកអន្ទង់របស់យើងបងប្អូនហើយក្នុងអាងបាច់ធ្វើឲ្យច្រើនសាំញ៉ាំឲ្យច្រើនទេបងប្អូនដាក់ទៅនេះចំណាញ់កាឡាធំហ្នឹងបងប្អូនកាឡា5កាឡា6បងប្អូនដាក់ដល់ហ្នឹងទៅហើយពីយូរនោះយើងធ្វើដើម្បីបាចចំណីក្នុងហ្នឹងកុំឲ្យវាខ្សាយចេញក្រៅទាំងទុំវាចូលទៅស៊ីក្នុងហ្នឹងបងប្អូនគ្រប់អាងធ្វើតែអញ្ចឹងឯងហើយសម្រាប់បងប្អូនដែលចង់ចេញចំចង់អីហ្នឹងបងប្អូនអាចតាក់ទងបានយើងមានលក់កូនពូជចំណីឆ្នាំយើងមករៀនពីបច្ចេកទេសក្នុងការចិញ្ចឹមនៅពេលបងប្អូនទិញកូនទុំខាងយើងទៅបងប្អូនហើយបងប្អូនសួរថាចិញ្ចឹមតង់បានអត់អីនេះតង់បងចាប់ដើមបងប្អូនចិញ្ចឹមតង់ហ្នឹងបងវាយើងសាកលបងអញ្ចឹងណាបងប្អូនយើងចិញ្ចឹមតង់ទៅដើម្បីវាចំណាយតិចដូចតង់ខ្មៅនេះវាចំណាយតិចតែចិញ្ចឹមបានយូរបងប្អូន3ឆ្នាំ5ឆ្នាំមិនតាន់ទៅណាផងហើយទីតាំងរបស់យើងនេះគឺនៅនឹងខេត្តកំពង់ឆ្នាំងនៅក្នុងស្រុកជួលគិរីចិត្តទីរួមស្រុកជួលគិរីបងប្អូនហើយបច្ចុប្បន្នបងប្អូនទៀតសម្រាប់កន្លែងចិញ្ចឹមទង់គួរតែធ្វើដបូលមិនថាជាស្បែកបែបនេះឬក៏ជារោងបែបនេះបងប្អូនអាចធ្វើបានទាំងធ្វើទាំងបែបហ្នឹងបានបងប្អូនដើម្បីមានម្លប់បងប្អូនកាន់តែម្លប់កាន់តែល្អឬអាចចិញ្ចឹមនៅក្រោមផ្ទះបានបាទអរគុណបងប្អូន